នេះក៏ជាសម្រាប់ថ្មីដែលកម្មវិធីសំណាក់រីត្រីនឹងនាំនៅសាច់រឿងថ្មីមួយទៀតជូនទៅកម្មប្រិយមិត្តទូរទស្សនិកជនដែលនិយមទស្សនាកម្មវិធីសំណាក់រីត្រីរំលឹកខ្សែរឿងការពីសប្តាហ៍មុនលោកអ្នកបានទស្សនានិងបានមើលបញ្ចប់នៅរឿងដែលមានចំណងជើងថាក្រូចនៅតែក្រូចបាទគឺពិតជាល្អមើលហើយពិតជាមានន័យមែនទែនចុងក្រោយគឺនៅតែឈ្នះបាទมันអាចឲ្យគេបន្លំចង់និយាយថាគឺมันអាចឲ្យធ្វើអ្វីនេះក្រូចបានណាទៅអំពើល្អគឺនៅតែទទួលបានផលល្អចាតបស្នងមកវិញគ្រាន់តែថាប្រើពេលវេលាយូរឬមួយក៏ឆាប់តែប៉ុណ្ណោះឯងបាទអរគុណហើយនៅក្នុងសប្តាហ៍ថ្មីនេះសម្រាប់សាច់រឿងថ្មីរបស់យើងគឺមានចំណងជើងថាសុបិនរាជាបាទសុបិនរាជាចឹងនឹងថាតើសម្រាប់ខ្សែរឿងសុបិនរាជារបស់យើងនៅក្នុងសប្តាហ៍នេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះខ្ញុំបាទក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីជាមុនសិននោះគឺទឹកផ្លែឈើ Freshie តើលោកអ្នកបានពិសា Freshie ប៉ោមដែលគៀបចេញពីផ្លែប៉ោមសុទ្ធហើយឬនៅ Freshie ប៉ោមត្រូវបានគៀបចេញពីផ្លែប៉ោមស្រស់សុទ្ធ 100% គ្មានសារជាតិគីមី Freshie ប៉ោមរសជាតិផ្អែមឆ្ងាញ់ពិសាហើយជួយរក្សាទម្ងន់ធ្វើរាងស្អាតកាត់បន្ថយ cholesterol ពិសាទឹកផ្លែឈើធម្មជាតិល្អសម្រាប់សុខភាពទឹកផ្លែឈើ Freshie ល្អសម្រាប់អ្នកទឹកផ្លែឈើ Freshie ធម្មជាតិ 100% ទឹកផ្លែឈើ Freshie មួយកំប៉ុង 82,500 រៀលតែប៉ុណ្ណោះនៅពេលនេះសូមលោកអ្នកទាំងអស់គ្នារីករាយទស្សនានៅឈុតឆាកទី1នៃសាច់រឿងសុបិនរាជាដូចតទៅសែនពិបាកចិត្តណាស់មានកូននឹងគេមិនដូចគេអ្នកដទៃសោះសែនពិបាកចិត្តណាស់អត់ទេអត់មេប្រមាណណានៅក្នុងអរាងសែនគិតលេរំចិត្តណែអត់នៅពេលប្រមាណនៅក្នុងអរាងទ្រូងគិតណែរៀងរែងខ្លួនមានកូនមួយណែរស់មិនណែដូចគេណែក្នុងចិត្តណែរៀងរែងយ៉ាងណាយ៉ាសែនពិបាកចិត្តមិននឹងជាគិតធ្វើយ៉ាងណាក៏មិនទាន់មានកូនចង់បានកូនណែលោកប្តីលោកគិតរឿងអីហ្នឹងចឹងមិនតើអូនសម្លាញ់កូនយើងឥឡូវកាន់តែធំទៅហើយឯងមើលស្អាតទេទាស់តែអត់សក់បន្តិចណារឿងអត់សក់វាកាត់មករកខ្ញុំណាស់ម៉ែវាឯងមែនហើយឯងអូនសម្លាញ់ចាលោកប្តីបងសែនឆ្ងល់ណាស់កូនយើងគ្រាន់តែកើតបានមួយថ្ងៃវាហូបបាយអស់ចំនួន1វែកកើត2ថ្ងៃវាហូបអស់2វែកកើតបាន30ថ្ងៃវាហូបអស់ក្នុងមួយថ្ងៃ30វែកចុះទម្រាំដល់1ឆ្នាំចុះទម្រាំដល់តែ3ឆ្នាំវាហូបអត់បាយអស់ដល់3 30វែកណាអូននេះ3 30វែកអូយលោកប្តីអើយគិតស្អីខ្ញុំក៏ដូច
លោកប្តីចឹងដែរខ្ញុំឆ្ងល់ដែរតែកូនយើងនេះវាជាកូនរបស់យើងទៅហើយបើវាហូបប្រមាណក៏ហូបទៅណាឯងយើងជាឪពុកម្ដាយត្រូវតែចិញ្ចឹមកូនចឹងហើយម៉ែវាចាបើសិនណាជាយើងចិញ្ចឹមកូននេះដល់តែធំយើងពិតជាក្រដោយសារតែកូននេះហើយចឹងឯងគិតធ្វើយ៉ាងម៉េចខ្ញុំគិតថាយកវាទៅប្រោះចោលតែម្ដងទៅមិនក៏ឯងមានពាក្យសម្ដីនិយាយអញ្ចឹងជាកូនរបស់យើងណាយកកូនយើងចោលឯណាខ្ញុំមិនព្រមទេកូនពិតជាកូនហើយតែបើសិនណាជាយើងទុកឲ្យវានៅជាមួយនឹងយើងឯងគិតមើលចោះឥឡូវនេះវាហូបក្នុងមួយថ្ងៃ30វែកហើយចុះទម្រង់ដល់បន្តិចទៀតយើងបានអីឲ្យវាហូបប្តីសម្លាញ់យើងទៅតែប្រសពកូនបានមួយនេះឥឡូវឯងគិតយកកូនទៅបបោះបង់ចោលចុះបើនៅក្នុងព្រៃសត្វសាហាវអីស៊ីទៅគិតយ៉ាងម៉េចទៅមិនក៏ឯងមិនចេះអាណិតកូនយ៉ាងនេះឯងម៉ែវាខ្ញុំអាណិតពិតជាអាណិតហើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយណែក៏បងទៅតែយកវាទៅប្រោះចោលដែរតោះម៉ែវាខ្ញុំមិនទៅទេតោះតាមតែខ្ញុំទៅថាខ្ញុំមិនទៅទេតោះម៉ែវាខ្ញុំមិនទៅទេតាមតែខ្ញុំទៅម៉ែវាអាណិតកូនយើងផងថាមកលោកប្តីខ្ញុំសុំមកកុំធ្វើបាបកូនយើងអីនេះជាឈាមរបស់យើងមិនក៏ឯងដាច់ចិត្តម្ល៉េះវាឈាមនឹងតែឈាមហើយបើសិនជាទុកវាយូរទៅវាស៊ីអស់អាលិចអាលួតពីយើងអត់ទេខ្ញុំមិនបណ្ដាលកូនចោលទេអាចយកវាដាក់កាធុនមកយកដាក់មកណាមកដែតទៀតអើកូនមីម្ដាយក្លៀនពីម្ដាយបាត់ខ្លួនម្ដាយអត់ស្បាយផងអនាគតទៅនេះតនយើងនៅមានខ្លួនតិចតួចថាដាក់មកកូនម្ដាយបាច់កើតទុកពេកទេកើតទុកពេកខ្ញុំប្រេទឹកអត់ទេអត់ទេតែកុំមាត់ខ្ញុំផ្ដែផ្ដាំអត់កើតទេណែដឹងអស់រុកអរិយអ្នកតាម្ចាស់ព្រៃជួយតាមថែរក្សានេះក្មេងនេះផងទៅណាកន្លែងណាឲ្យឈ្នះគ្រប់អត់ត្រូវគ្រប់ទិសទីឲ្យទៅជួលតអ្នកមានបុណ្យទៅចោះសាធុកូនម្ដាយមិនក៏ឯងចិត្តដាច់នឹងកូនខ្លួនម្ដាយខ្ញុំចិត្តអាក្រក់ណាស់ឯងទៅឲ្យដកពេកទៅឲ្យញ៉ាំហើយឯងញ៉ាំឲ្យខ្ញុំទៅហើយស្ដាប់ខ្ញុំកូនទៅចោលម្ដាយបាយបាយកូនសែនអាឡ័យណាស់ពុកដឹងច្បាស់មិនចង់ឃ្លាតពីកូនទេ
ប៉ុន្តែកូនឯងកើតមកខុសគេវាសែនវេទនាកូនឯងស៊ីអត់គិតពុកបាយបាយថោកទៀតមនុស្សចឹងអាក្រក់យើងមិនចង់រស់នៅជាមួយនឹងឯងទេឯងញ៉ាកុំធ្វើចឹងណែកូនណែម៉ែវាណែតាវាយតាមប្រពន្ធលោកអើយខានមកទីនេះយូរនិយាយពីព្រៃឲ្យសុទ្ធតែទឹកស្ទឹងលោកអើយនឹងព្រៃទឹកស្ទឹងហ្នឹងអើអញថាយកបៃជើងយកមកដេអត់មានមនុស្សផងដេបៃជើងអីក្នុងព្រៃហ្នឹងអាច្បាត់អាទឹកត្រជាក់ណាតណើមួយអែមហ្មងនេះចាបាច់ដាក់ប៊ូឯឃើញមកដើរ3នាក់អូប៉ាហើយ2នាក់លូស្អីគេនេះអញថានេះវល់មកមួយទឹកស្ទឹងមកកំសាន្តព្រៃកំសាន្តអីអូអីផងហ្នឹងមែនឃើញមេគូខ្ញុំរួចមកដល់មួយឯងគូណាបាត់មកព្រឹកឯងគេចូលតដឹងមិនសើមិញខ្ញុំអត់ឲ្យឥឡូវហ្នឹងគេដឹងមិនបាត់តែហ្មងតដឹងមេគូមកតដឹងមនុស្សគឺងានតែចូលចិត្តមកលេងមាត់ស្ទឹងអញ្ចឹងខ្ញុំមានដំណឹងល្អមួយនេះដឹងសាល់មិញគេប្រកាសក្តែងនេះអីគេប្រកាសរឿងគេល្បីពេញស្រុកពេញភូមិនេះអត់ដឹងគេតែវាអត់ដឹងអីមកកឹកក្នុងភូមិមានដឹងអីទីថ្ងៃហ្នឹងណែគេថាពនាងរាជបុត្រស្ដាច់ណាពនាងស្អីគេប្រពន្ធស្ដាច់មិនពនាងនឹងប្រពន្ធស្ដាច់មែនបុត្រីបុត្រីហ្នឹងបុត្រីហ្នឹងមេត្រីមែនមេត្រីមែនក ូនអគ្គមហេសីស្ដាច់មហេសីហ្នឹងតាបយាមែនល្ងងណាស់អត់ដែលកំពុងមិនដែលស្គាល់ទេម៉ែប៉ាត់លោហើយកាត់កប៉ាត់លោហើយមហេសីស្ដាច់មហេអគ្គមហេសីព្រះអង្គលោកថ្ងៃហ្នឹងដែលយាងមកប្រពៀតព្រៃឲ្យទីស្ទឹងអញ្ចឹងហ្នឹងមកប្រពៀតព្រៃឲ្យឮសំណឹងថាគេឲ្យអេលេកូខ្វែលមើលអាជុំវិញស្ទឹងហ្នឹងក្រែទៅណែមានណាអីញ៉ៃអីគេឲ្យសេនាគេវែកកន្លែងចុះលេងទឹកស្ទឹងអេលេកូហោះណាអេលេកូខ្ទុំហ៊ុយហ្នឹងអាខ្ទុំហ៊ុយយើងទូហាហ្នឹងមែនអូស្មានអេលេកូអាធំលឺនោះអីស្មានតែឈូសលឺសូគេថាកែមហែសីស្ដាច់ហ្នឹងស្អាតណាស់ខ្ញុំប្រាប់មើលតាម Facebook ស្អាតណាស់វាមិនដែលអាម៉ាតវាំងយើងមកដល់ហើយដល់មុំមកថយចេញបើមិនចង់ស្លាប់ទេដល់ចេញរៀបព្រឹកចុះមកក្នុងនេះមកណែពួកឯងរៀបព្រឹកទាំងអស់គ្នាថ្ងៃនេះព្រះអង្គយាងមកប្រពៀតទឹកដូច្នេះពួកអស់ឯងទាំងអស់គ្នានេះជិះចេញឲ្យឆ្ងាយពីក្រឡៃមាត់ស្ទឹងនេះយើងហែងកាន់ដាវច្រើនហ្នឹងមកអង្វរអញមែនឯងមកខ្លាចសតទេហ៎ឯងស្គាល់យើងយ៉ាងណាអត់មិនដឹងណែពួកលោកពីណាណែអាម៉ាត់ជើម៉ែកុំសំណត់វាអញខ្សោយបេះដូងណាណែពួកលោកណាគេអីហើយឯងស្អីដល់អីពួកនេះបែបអង្គមកលើឯងបែបពួកឆ្កែរនដើកស្អីរាវអីហ្នឹងអញខ្លាចមាននេះបលាមុតជើងចុះជួយនេះខ្ញុំអញតើរំលងចេះស្ងាយតែមកវែកបលាឲ្យពួកខ្ញុំចូលមួយទឹកអត់ទេតើ No go អញដឹងថាពួកឯងទាំងអស់គ្នានឹងមាត់អត់មានកម្របទេដូច្នេះចេញឲ្យឆ្ងាយពីកន្លែងព្រះអង្គមកប្រថាប់ខ្ញុំចង់ដឹងពីលោកធ្វើការអីរាល់ថ្ងៃនេះណែត្រឹមថ្មលើជួយប្រាប់មួយម៉ាត់មកលោកធ្វើការអីក៏បុនស្អាតម៉េះកំពូលអ្នកប្រយុទ្ធតែហៅថាអាម៉ាត់នោះអាម៉ាត់អូមែនអាម៉ាត់ទេឥឡូវគេហៅសនសុកសម័យមុនទេចំនួនដើមឥឡូវគេអាម៉ាត់សនសុកវាំងសនសុកលើឆ្កែណែអញ្ចឹងបងនិយាយថាមើលខ្លួនឯងណាណែលោកលោកបពួកខ្ញុំអត់ទៅច្រឡំគឺឯងខ្វាយគុំគូសាមែនមើលគូសាមិនមើលឯគូចឹងឯងគូក្បាលហ្មងណាគូក្បាលហ្មងណែអញ្ចឹងបើពួកខ្ញុំអត់ទៅមិនដឹងស្លាប់ហ៎ត្រឹមថ្មបើទៅរួចខ្លួនណាណែមកទឹកនេះតោះក្បាលមកគោកសម្រាប់ហ្នឹងត្រឹមថ្មឯងស្អាតណាបងលាក់បាំងឯងស្អាតណាជើងមករាប់បងជាប់និស័យមួយគ្នាបងណាបាទមករាប់បាទអរគុណចាំមើលគេថាចាំពួកឲ្យសំអៀងម៉ែឲ្យទៅបាត់អត់មានមកវិញទេអ្នកគ្មានបុណ្យស័ក្តិគ្មានអំណាចមិនអាចមកលបមើលព្
ព្រះមហេសីបានស្រង់ប្រះទឹកបានទេអើយអើយហៅព្រះអង្គមកទួយតែព្រះអង្គហៅព្រះអង្គ រឿង